ចាលោកពូឥឡូវកម្មវិធីបានចប់ទៅហើយលោកពូមានអារម្មណ៍មិនដែរចារីករាយណាស់បានឃើញខ្មែរយើងនៅក្រៅប្រទេសជាពិសេសយុវជនណាចាខ្ញុំសង្កេតឃើញថានៅសហរដ្ឋអាមេរិកអីក្តីភាគច្រើនមនុស្សចាស់ចូលរួមដែលឡែកនៅកូរ៉េនៅជប៉ុននេះឃើញយុវជនហើយសំខាន់ណាស់ការដែលយុវជនចាប់ផ្ដើមគិតគូរពីវាសនាប្រទេសជាតិប្រកាសជារីកចម្រើនឲ្យតែយុវជនចូលរួមឲ្យតែយុវជនលើកឡើងដូច្នេះខ្ញុំសប្បាយចិត្តមែនទែននៅប្រទេសជប៉ុននេះបានឃើញយុវជនហើយសង្ឃឹមថាយុវជននៅប្រទេសដទៃទៀតនឹងយកគំរូតាមយុវជននៅប្រទេសជប៉ុននេះក្នុងការងើបឡើងចូលរួមក្នុងកិច្ចការសង្គមចូលរួមក្នុងកិច្ចការនយោបាយដើម្បីអនាគតប្រទេសជាតិយើងក្រៅពីនេះខ្ញុំក៏សប្បាយចិត្តឃើញអ្នកដែលមកនៅប្រទេសជប៉ុនយូរហើយមានพื้នធានចាប់ដើមបង្កើតមជ្ឈមណ្ឌលដូចជាមជ្ឈមណ្ឌលអាគីរ៉ាអីនេះជាដើមអាការីអីនេះជាដើមដើម្បីជួយដល់ខ្មែរយើងដែលទើបនឹងមកដល់មិនសូវចេះភាសាហើយអ្វីដែលខ្ញុំឮគាត់ឡើងនិយាយនេះគឺថាបើបានទទួលសម្បត្តិអីពីរដ្ឋាភិបាលជប៉ុននឹងជាភាសាជប៉ុនមិនចេះភាសាជប៉ុនអីនឹងអាចផ្ញើចូលអាការីដើម្បីឲ្យជួយបកប្រែខ្ញុំរំភើបណាស់គឺពេលដែលឃើញខ្មែរជួយខ្មែរដូច្នេះមិនមែនខ្មែរជួយខ្មែរតែនៅប្រទេសជប៉ុននេះទេក៏យុវជនដូចខ្ញុំនិយាយចឹងយុវជនលើកឡើងដើម្បីគិតគូរពីវាសនាអនាគតហើយជាថ្មីម្ដងទៀតប្រទេសណាក៏ដោយនៅពេលដែលយុវជនចាប់ផ្ដើមងើបឡើងគិតគូរពីវាសនាអនាគតប្រទេសជាតិនឹងរីកចម្រើនសង្ឃឹមថាយុវជនទាំងអស់នឹងងើបឡើងទាំងអស់គ្នាដោយយុវជននៅជប៉ុនចាខ្ញុំសួរទៅកាន់លក្ខណៈវិញថ្ងៃនេះជួបលោកចិនច័ន្ទបុតនៅដំបងអឹមសមមិនចាមានអារម្មណ៍យ៉ាងណាដែរខ្ញុំអ្នកទាំងអស់គ្នាចេះលក្ខណៈបកែនិយាយមែនទេចាហើយពេលខ្លះអ្នកអង្គគ្នាថាដូចថាបកែសួរបកែអីកាប់ប៉ុណ្ណាពេលខ្លះចេះខ្ញុំលួចរៀនពីគាត់ដែរលោកគ្រូចាខ្ញុំលួចរៀនពីគាត់ខ្ញុំស្ដាប់គាត់រៀងរាល់ថ្ងៃមុននឹងខ្ញុំឈានចូលការនិយាយនៅលើបណ្ដាញសង្គមខ្ញុំរៀនតាមអ្នកវិភាគនយោបាយរៀនតាមអ្នកសារព័ត៌មានជាពិសេសខ្ញុំចាប់អារម្មណ៍គាត់ខ្លាំងមែនទែនគឺអាការសួរសំណួរហ្នឹងហ្មងពីព្រោះថាចេះសួរសំណួររហូតទាល់តែវាមិនណាពេលខ្លះអាចនឹងថាមកពីផ្ទះអង្គាមកហើយមិនទៅជុំចាត់បាត់សួរចាអាចខ្ញុំដឹងអញ្ចឹងចាពីព្រោះថាសំណួរអ្វីដែលគាត់សួរគឺចាក់ដោតហើយធ្វើឲ្យវាគ្មិនរបស់យើងគឺថាអ្នកដែលឆ្លើយនឹងសំណួរហ្នឹងគឺមានធម៌ពលការឆ្លើយមានអារម្មណ៍ក្នុងកម្មវិធីហ្នឹងតែម្ដងកម្មវិធីខ្លះដោយសារតែអ្នកសួរគាត់អត់ប្រកែសួរអញ្ចឹងវាគាត់ក៏បានឆ្លើយដែរចាអញ្ចឹងបើចង់ធ្វើជាអ្នកសួរដ៏មានជំនាញឬក៏គេហៅថាអ្នកសារព័ត៌មានដែលទទួលចំណាប់អារម្មណ៍ខ្លាំងខ្ញុំប្រាប់ចឹងគឺខ្ញុំលួចរៀនពីគាត់ខ្ញុំគិតថាភាសាខ្មែរថារលកថ្មីបោកទប់រលកចាស់ពិតជាត្រូវខ្ញុំគ្រាន់តែឃើញលក្ខណៈឡើងកាន់កម្មវិធីខ្ញុំសុំខ្លាចចង់តែខ្លាចតែខ្លាចចាលោកគ្រូខ្លាចស៊ូតែខ្ញុំមិនចូលចឹងមែនតាប្រកាសជារលកថ្មីបោករលកចាស់មែនបកែតែខ្ញុំគិតថាបើសិនជាលក្ខណៈធ្វើរ៉ាឌីយ៉ូវិញខ្ញុំទៅគៀនជាងចាអរគុណច្រើនហើយខ្ញុំនឹងព្យាយាមរៀនសូត្រពីគាត់ទោះបីថាគាត់មិនបានទទួលជាសិស្សក៏ដោយចាយើងមួយរៀនតាម TV SA ចា TSA ចាយើងមើលរាល់ថ្ងៃហើយយើងចាប់តិចនិចនៃការសួររបស់គាត់ហើយខ្ញុំទៅសារគាត់ណាគាត់ជាអាយដល់តាំងពីជំនាន់ប៉ាខ្ញុំនៅប៉ុន្តែប៉ាខ្ញុំគាត់ស្លាប់ទៅហើយបើមិនឥឡូវហ្នឹងប៉ាខ្ញុំបានឃើញរូបភាពវីដេអូដែលខ្ញុំមកឈរហើយអាចទៅជែកមួយគាត់បាននឹងគាត់ស្បាយចិត្តប៉ុណ្ណាចាប៉ុន្តែយ៉ាងហោចណាស់គាត់នៅតែសប្បាយចិត្តចាគាត់នៅតែខាងលើចាមើលមកថាកូនពិតជាធ្វើបានណាដោយសារគាត់ចង់ជួបតើក៏បានជួបឥឡូវកូនមកជួបជំនួសហើយចាហើយសង្ឃឹមថាជួបលោកពូនៅវគ្គលើកទី2នៅប្រហែលជាចុងឆ្នាំនេះតែម្ដងសង្ឃឹមថាគាត់សុខភាពល្អហើយនឹងអាចអញ្ជើញមកចូលរួមកម្មវិធីរបស់យើងនៅចុងឆ្នាំនេះចាហើយបងប្អូនកុំភ្លេចចង់បានព័ត៌មានដែលប៉ັດចង់បានព័ត៌មានដែលស្ដាប់ហើយអាចចំណាយពេលតិចក្នុងការស្ដាប់ហើយក្តោបសេចក្តីបានមានតែការស្ដាប់វិទ្យុអាស៊ីសេរីតែប៉ុណ្ណោះហេតុអីបានលោកហ៊ុនម៉ាណែតលោកហ៊ុនសែនអត់ឲ្យលោកពូចូលទៅក្នុងប្រទេសមិនមែនគាត់ថាចេះមិនមែនវិទ្យុអាស៊ីសេរីចូលទៅបានអត់តែលោកជុនច័ន្ទបតមួយដែលអាចទៅបានគឺដោយសារអីហ៎ដោយសារគាត់មានជំនាញគាត់ចូលទៅមិនមែនត្រឹមតែយកព័ត៌មានធម្មតាទេអាចនឹងបំបែករឿងក្តីដែលលោកហ៊ុនសែនលោកហ៊ុនម៉ាណែតលាក់បាំងទៀតអញ្ចឹងមានការស៊ើបអង្កេតមានការថតផ្សព្វផ្សាយអីច្បាស់លាស់ពេកពុករលួយលេងកើតក្បត់ជាតិលេងកើតហើយអញ្ចឹងត្រូវដកលោកពូចេញអញ្ចឹងវិទ្យុអាស៊ីសេរីអ្នកណាក៏ទៅបានដែរដកតែលោកជុនច័ន្ទបត
ở đây chỉ được cả này chỉ thôi mà đón tiếp cho mình sau như được cả bạn ở cuốn nét được ởนี้men tên trong cả vừaประเด็นสอนทางcáiตัวยืนยมแต่งประตูตัวอ่อนนั้นยืนตัวละรอบเกาะดาวเลยแต่មានការខ្វះខាតអីសូមខាងតែអ្វីទៅវងរហូតក្រុមការងារនៅចៃអត់ទាន់ចាអត់ទាន់រលូនទេ អូយើងកំពុងតែបង្វឹកហាមហាមថាអត់ឆ្ងាញ់ ចាចាប់យកគ្នាយើងទីគ្នាយើងគឺថាលោកពូឈរថតរូបតាំងពីតាំងពីនៅក្នុងកម្មវិធីរហូតចេញក្រៅអត់អស់គ្នាទៀតតាំងពីសើមិញមើលចាប់តិចមើលបងប្អូនអាយ៉ាកាមេរ៉ាតិចមើលឃើញអ្នកខ្លះចាជួយឆ្កាដល់របស់ពួកខ្ញុំទាំងអស់ចាជួយឆ្កាដល់បងប្អូនមកចូលឃើញទឹកភាពមកចាហើយនេះខាងនេះយុវជនចានិយាយខ្មែរអត់ខ្មែររហូតដល់ច្បាស់ចារហូតដល់ច្បាស់ចេញបងប្អូនបាត់ដីចាជួបគ្នានៅចុងឆ្នាំនេះតែម្ដងនៅកម្មវិធីធំមួយទៀតយើងនឹងបញ្ជាក់ពេលវេលានៅពេលក្រោយបរាជ័យសម្ដេចបបបាក់ដី Bố bắt đây. Bắt đây. Bắt đây.